គេប៉ាន់ប្រមាណថានៅលើពិភពលោកយើងនេះមានប្រជាជនជាង 2000 លាននាក់រស់នៅដោយគ្មានបង្គន់អនាម័យប្រើប្រាស់ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រកំពុងអភិវឌ្ឍហើយនៅក្នុងចំណោមស្ត្រី3នាក់មានម្នាក់គ្មានលទ្ធភាពទៅបន្ទោបងនៅក្នុងបង្គន់ស្អាតត្រឹមត្រូវស្ថានភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពតើអ្វីទៅជាដំបូន្មាននៅក្នុងវិស័យនេះតើរបៀបបត់ជើងមួយណាដែលសមស្របបំផុតទៅនឹងក្បួនអនាម័យអ្វីទៅជាមូលហេតុនិងជាដំណោះស្រាយនៃការទល់លាមកទាំងនេះគឺជាអ្វីដែលអស់លោកអ្នកនាងអាចជ្រាបបានតាមរយៈបទអន្តរាគមន៍របស់លោកសាស្ត្រាចារ្យអាម៉ារ៉េនកូដែលទើបចេញសៀវភៅមួយមានចំណងជើងថារោគានៃបង្គន់លោកសាស្ត្រាចារ្យបានចាប់ផ្ដើមនៅក្នុងសៀវភៅរបស់លោកដែលបង្ហាញអំពីក្តីព្រួយបារម្ភចំពោះការប្រើប្រាស់បង្គន់របស់កុមារីនៅពេលទៅសាលារៀនពីព្រោះថាជាទូទៅបង្គន់សាលាបង្គន់សាធារណៈមិនស្អាតគ្មានអនាម័យគ្រប់គ្រាន់ដូច្នេះការបត់ជើងតូចឬក៏ធំរបស់កុមារីទាំងនោះត្រូវប្រព្រឹត្តទៅក្នុងលក្ខខណ្ឌមិនសមស្របហើយប្រឈមទៅនឹងគ្រោះឆ្លងមេរោគមួយចំនួនទៀតផងទៅបត់ជើងដែលមិនហ៊ានអង្គុយឲ្យស្រួលបួលមិនអង្គុយឲ្យត្រូវទំនងអាចនឹងបង្កជាវិបត្តិទឹកនោមទៅថ្ងៃអនាគតវិបត្តិទឹកនោមគឺការបញ្ចេញទឹកនោមមិនត្រឹមត្រូវមិនអស់ពីផ្លោកបើដូចក្នុងករណីដែលយើងនិយាយអំពីកុមារីនេះអេរយាប័តមិនទំនងនៅក្នុងការបត់ជើងតូចនេះអាចនឹងធ្វើឲ្យដំណើរការបញ្ចេញទឹកនោមមានសភាពរអាក់រអួលបត់ជើងតូចឬក៏បត់ជើងធំត្រឹមត្រូវគឺបញ្ចេញទឹកនោមអស់រលីងពីផ្លោកដោយមិនប្រឹងដោយមិនបង្ខំត្រូវបង្ហូរតាមសម្រួលរហូតទាល់តែអស់ក៏ប៉ុន្តែប្រសិនបើកុមារីម្នាក់ឬក៏ស្ត្រីម្នាក់ដោយមូលហេតុអនាម័យខ្លាចឆ្លងមីក្រូបឬដោយអៀនខ្មាស់ខ្លាចមានអ្នកលបមើលហើយបង្ខំចិត្តត្រូវបត់ជើងក្នុងជំហរមិនសមស្របឬក៏ត្រូវបង្ខំនោមលឿនបត់ជើងមិនអស់គឺស្ថានភាពនេះហើយដែលអាចបង្កផលប៉ះពាល់អវិជ្ជមានទៅថ្ងៃក្រោយការបញ្ចេញទឹកនោមមិនតាមសម្រួលមិនអស់ពីផ្លោកអាចនឹងបង្ករោគាឡើងហើយទម្លាប់យូរទៅអាចនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងដូចជាមានបញ្ហាផ្លោកនោមឬក៏រហូតដល់ប្រព័ន្ធតម្រងនោមទៀតផងដែលហេតុថាពេលខ្លះកុមារីត្រូវឪពុកម្ដាយណែនាំឲ្យចេះប្រឹងទប់និងមិនទៅបង្គន់កក្រិចឬក៏ពេលខ្លះដើម្បីបង្ការបង្ខំកូនឲ្យទៅបត់ជើងទុកជាមុនតើគំនិតនេះល្អដែរឬក៏យ៉ាងណាយើងស្ដាប់ប្រសាសន៍លោកសាស្ត្រាចារ្យAmarenko Non, c'est une très mauvaise idée. Il faut souscrire aux besoins du ទេមិនល្អទេយើងត្រូវធ្វើតែកាលណាយើងចង់តែប៉ុណ្ណោះបើឈឺនោមត្រូវទៅនោមបើឈឺជុះត្រូវតែទៅជុះក្នុងលក្ខខណ្ឌនិងកន្លែងសមស្របទៅបត់ជើងតូចឬធំដើម្បីការពារកុំឲ្យឈឺកណ្ដាលផ្លូវជាការការពារតាមបែបសង្គមតែប៉ុណ្ណោះក៏ប៉ុន្តែមិនមែនជាការការពារផ្នែកវិទ្យាសាស្ត្រសរីរវិទ្យានោះឡើយបើខំទប់មិនទៅបត់ជើងតូចនោះបន្តិចម្ដងផ្លោកនោមនឹងរីកយាធ្វើឲ្យមានការពិបាកបញ្ចេញទឹកនោមឲ្យអស់ពីផ្លោកទឹកនោមគឺជាសំណល់ដែលត្រូវតែបញ្ចេញចោលប៉ុន្តែបើសល់នៅក្នុងផ្លោកនោមក្រោយពេលបត់ជើងរួចគឺត្រូវបានចាត់ទុកថាជាសម្រាមដែលនៅក្នុងខ្លួននឹងអាចបង្កទៅជារោគរលាកផ្លោកនោមបន្តិចម្ដងម្ដងហើយម្ដងទៀតផលវិបាកទី2គឺថាបើកុមារប្រឹងទប់ពេកនោះនឹងមានការលំបាកក្នុងការបញ្ចេញទឹកនោមពីព្រោះនៅពេលដែលមានអារម្មណ៍ឈឺនោមសន្ទះផ្លោកនោមចាប់បើកតែគំនិតខំប្រឹងទប់បែរជាទៅខ្ទាស់មិនឲ្យបើកទៅវិញកាយវិការប្រឹងទប់នេះអាចនឹងធ្វើឲ្យទឹកនោមច្រាលចេញពីថង់ពីផ្លោកទៅតម្រងនោមដែលធ្វើឲ្យខូចគុណភាពតម្រងនោមPour les selles, c'est strictement la même chose. Normalement, quand on va à la selle, on ចំ doit ពោះ être ការ dans ប une ត់ជើងធំវិញ condition ក៏ដូចគ្នាយើងត្រូវតែទៅបន្ទោបោះត្រូវតែបណ្ដោយឲ្យលាមកនោះចេញមកតាមសម្រួលនៅពេលឈឺជុះថង់លាមកក៏ចាប់ផ្ដើមកង្ត្រាក់ទ្វារលាមកក៏បើកបញ្ចេញដុំលាមកមកក្រៅតាមទ្វារធំប្រសិនបើកុមារាឬកុមារីឬក៏មនុស្សធំក៏ដោយចាស់ក៏ដោយក្មេងក៏ដោយដោយមូលហេតុណាមួយខំទៅប្រឹងជុះតាំងពីមិនទាន់ឈឺគឺដូចជានៅស្ងៀមទៅរុញបង្ខំកន្ត្រាក់ថង់លាមកដែលមានទ្វារបិទជិតឲ្យរបើកឡើងការប្រឹងជំនះទម្លុះសំទះបិទទ្វារដូចនេះគឺរំខានពេញផ្ទៃពោះបើជាកុមារីឬជាស្ត្រីមានផ្ទៃពោះផងអាចនឹងធ្វើឲ្យសរីរាង្គយាធ្លាក់ចុះក្រោមឬក៏ធ្វើឲ្យមានអាការៈទល់លាមកនិងផលវិបាកជាច្រើនផ្សេងទៀត
ការប្រឹងបែបនេះយូរទៅអាចបំផ្លាញដល់សរសៃប្រសាទសរសៃវិញ្ញាណដែលដល់អាយុចាប់ពី40 50ឬក៏60ឆ្នាំឡើងទៅគាត់នឹងលែងមានបញ្ហាទល់លាមកវិញតែលេចចេញជារោគរាគផោងរាគនោមរាគអាចរាវបន្ទាប់មករាគដុំលាមកចេញមកក្រៅដោយមិនដឹងខ្លួននេះហើយគឺជាផលរំខានមួយជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង une grande altération en termes de confort, de qualité. លោកសាស្ត្រាចារ្យអាម៉ារ៉េនកូបានបញ្ជាក់បន្ថែមទៀតអំពីគ្រោះថ្នាក់ដែលកើតឡើងពីបង្គន់ខ្វះអនាម័យលោកសាស្ត្រាចារ្យអាម៉ារ៉េនកូ On risque d'attraper la nausée parce que c'est pas très confortable sur le plan du confort. ព្រោះទីមួយគឺអាចក្អួតព្រោះបង្គន់មានក្លិនមិនល្អបន្ទាប់មកទៀតបង្គន់មិនស្អាតគឺជាភ្នាក់ងារបង្កបង្កើតនិងចម្លងមីក្រូបនិងចម្លងជំងឺទៅកាន់តំបន់ពោះវៀនទាល់ទ្វាររន្ធគូតឬក៏ផ្លូវយូនីផសម្រាប់មនុស្សស្ត្រីហើយក៏អាចចម្លងជំងឺមួយចំនួនទៀតជំងឺឆ្លងទាំងនោះមានជាអាចជំងឺរលាកពោះវៀនរាគក្អួតចុកពោះក្តៅខ្លួនលាក់នឹងលាក់ក៏ប៉ុន្តែដោយហេតុថាយើងមិនអាចធ្វើដំណើរទៅណាមកណាដោយកាន់ជាប់នៅផលិតផលសម្រាប់សម្លាប់មីក្រូបតាមខ្លួនដើម្បីសម្អាតបង្គន់មុននឹងជុះនោះកាយវិការដែលចាំបាច់បំផុតគឺត្រូវតែលាងដៃមុននិងក្រោយការបន្ទោបង់ se laver les mains avant et après pour éviter toute contamination manuelle. យើងមិនគួរអត់មិនគួរទប់មិនទៅបង្គន់ពីព្រោះអាចបង្កផលវិបាកទៅថ្ងៃក្រោយតែបើបង្គន់មិនស្អាតក៏អាចនឹងចម្លងមេរោគទៀតដូច្នេះសួរថាតើត្រូវប្រកាន់អរិយាបថបែបណាទើបស័ក្តិសមតែការអង្គុយចំកោនខ្លួនដើម្បីកុំឲ្យប៉ះបង្ពាល់កែមបង្គន់ជាការល្អដែរឬយ៉ាងណាគឺជាគំនិតមិនល្អទេហើយជាថ្មីម្ដងទៀតអរិយាបថនេះមិនឆ្លើយតបឡើយទៅនឹងសរីរវិទ្យាតាមបែបវិទ្យាសាស្ត្រអរិយាបថដែលលម្អបំផុតគឺការអង្គុយឲ្យស្រួលកន្ធែកជើងបន្តិចបើជាកុមារីឬក៏ស្ត្រីភេទវិញត្រូវទម្លាក់ខោក្នុងឲ្យផុតពីក្រោមជង្គង់បើអាចគួរតែលើកជើងឲ្យផុតពីដីប្រមាណពី20ទៅ30សង់ទីម៉ែត្រដោយដាក់កូនកៅអីទ្រជើងនេះបើយើងចង់គោរពឲ្យបានកាន់តែត្រឹមត្រូវទៅតាមសរីរាង្គមនុស្សក្នុងការបញ្ជូនលាមកចេញការអង្គុយចំទើតលើបង្គន់កន្ធោដោយខ្លាចឆ្លងមេរោគមិនល្អទាំងអរិយាបថនិងថែមទាំងមានគ្រោះថ្នាក់ទៀតផងពីព្រោះវាអាចក្រឡាច់ឬក៏ក្រឡាប់ធ្លាក់បានយ៉ាងងាយបើជាការអង្គុយចောင်းហោងលើបង្គន់បុរាណអាចចាត់ទុកថាជាដំណោះស្រាយល្អជាងគេបំផុតហើយ